សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការមកប្រាប់អ្នកទាំងអស់គ្នាក្នុងការបើកជាមួយនឹងមុខងារអ៊ីនធឺណិត 5G អញ្ចឹងគឺថាមុខងារអ៊ីនធឺណិត 5G នេះគឺនៅខ្មែរយើងបានបើកឲ្យប្រើប្រាស់ហើយប៉ុន្តែគឺវាអាស្រ័យទៅតាមតំបន់ក៏ដូចជា model ទូរស័ព្ទផងដែរចុះសម្រាប់អ្នកដែលគាត់ប្រើ iPhone ណាគាត់ដឹងថាតើយើងចង់បើកជាមួយនឹងមុខងារ 5G ហ្នឹងបានដោយរបៀបណាហើយតើធ្វើយ៉ាងណាទើបយើងអាចមាននៅក្នុងការប្រើប្រាស់ជាមួយនឹងសេវា 5G ហ្នឹងបានពេញលេញអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹង detail ប្រាប់អ្នកទាំងអស់គ្នាពីចំណុចគន្លឹះមួយដែលយើងអាចប្រើប្រាស់វាបានអញ្ចឹងជាដំបូងគឺអ្នកទាំងអស់គ្នាចូលមកកាន់ setting មកអញ្ចឹងនៅពេលដែលចូលទៅកាន់ setting ហើយអ្នកទាំងអស់គ្នាយកទៅកន្លែងប៊ូតុងពណ៌បៃតងនេះដោយអ្នកទាំងអស់គ្នាបានឃើញដូចសញ្ញាដូចជាអង្តែនអូខេអញ្ចឹងអានេះគឺយើងសួរ notice យើងចុចមកកាន់កន្លែងនេះមកបន្តមកទៀតអ្នកទាំងអស់គ្នាឃើញគេដាក់ថា data options អញ្ចឹងនៅក្នុងចំណុចនេះគឺអ្នកទាំងអស់គ្នាអាចធ្វើការ select នៅក្នុងការតឡើងជាមួយនឹង 3G 4G 5G ឬក៏ more than 5G បើសិនជាតាមតំបន់យើងដែលគេបើកឲ្យប្រើប្រាស់ណាអញ្ចឹងអ្នកទាំងគ្នាចូលមកកាន់កន្លែង voice and data នេះមកអ្នកទាំងអស់គ្នាប្រកាសជាឃើញនៅ option ដែលគេឲ្យអ្នកទាំងគ្នារើសឲ្យអញ្ចឹងគឺយើងអាចប្រើប្រាស់ជាមួយនឹង 5G auto អញ្ចឹងបើសិនជាអ្នកទាំងគ្នាចង់ដាក់ជា 5G on ក៏បានដូចគ្នាប៉ុន្តែបើសិនជាអ្នកចង់ដាក់ 5G auto គឺបានន័យថានៅពេលដែលអ្នកទាំងអស់គ្នាទៅដល់តំបន់កន្លែងណាមួយដែលអនុញ្ញាតឲ្យប្រើប្រាស់ជាមួយនឹងសេវា 5G គឺវានឹងលូតចូលអូតូទូរស័ព្ទរបស់អ្នកទាំងអស់គ្នាតែម្ដងចុះខ្ញុំសូមបញ្ជាក់ដែរអ្នកទាំងអស់គ្នាគឺថាសេវា 5G ហ្នឹងមិនមែនយើងបើកហើយគឺយើងអាចសឹងតែប្រើប្រាស់បានគ្រប់ទូរស័ព្ទដៃក៏ដូចជាគ្រប់គ្នានោះទេអញ្ចឹងគឺគេបានបញ្ជាក់នៅក្នុងតំបន់ដែរថាតើតំបន់ណាដែលយើងអាចប្រើបានអញ្ចឹងទៅអញ្ចឹងសម្រាប់មុខងារ 5G នេះដែរគឺថាមានតែតាមតំបន់ទេអ្នកទាំងអស់គ្នាអញ្ចឹងគឺនៅក្នុងនោះក៏គេបានរៀបរាប់ដែរថាមានដូចជាខេត្តសៀមរាបខេត្តកណ្ដាលស្វាយរៀងតាកែវកំពង់ស្ពឺកំពង់ចាមព្រៃវែងក្រចេះកំពង់ធំខេត្តកំពង់ឆ្នាំងខេត្តពោធិ៍សាត់ខេត្តបរសែនលោកខេត្តស្ទឹងត្រែងនិងខេត្តកំពតអញ្ចឹងគឺនៅក្នុងខេត្តទាំងអស់ដែលខ្ញុំបានរៀបរាប់នេះគឺអាចប្រើប្រាស់ជាមួយនឹងសេវា 5G បានប៉ុន្តែក៏វាអាស្រ័យទៅតាមតំបន់ក៏ដូចជាស៊េរីទូរស័ព្ទ model ដែលអ្នកទាំងអស់គ្នាប្រើប្រាស់ផងដែរអញ្ចឹងសម្រាប់ស៊េរី iPhone វិញគឺចាប់ពី model 12ឡើងទៅបានន័យថា12ស៊េរីមានដូច12 Pro Max 12 Pro 13 Pro Max គឺ14 Pro អីជាដើមអញ្ចឹងទៅហើយសម្រាប់ Android វិញដូចអ្នកគ្នាបានឃើញនៅក្នុងអត្ថបទខាងលើនេះអញ្ចឹងគឺអាចមានចាប់ពីស៊េរីដែលល្បីក៏ដូចជាស៊េរីជំនាន់ក្រោយអ្នកទាំងអស់គ្នាអញ្ចឹងគឺយើងអាចប្រើប្រាស់ជាមួយនឹងមុខងារ 5G នេះបានអូខេអញ្ចឹងជារួមត្រឡប់មកវិញគឺថាសេវា 5G គឺយើងអាចប្រើប្រាស់បានទី1អាស្រ័យទៅលើតំបន់ដែលគេបានកំណត់ហើយទី2នោះគឺជាស៊េរីទូរស័ព្ទដៃរបស់យើងគឺជាទូរស័ព្ទដៃដែលចំនួនក្រោយដែលប្រើប្រាស់ជាមួយនឹងមុខងារ 5G បានចុះសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ Subscribe ដើម្បីទទួលបានជាមួយនឹងគន្លឹះថ្មីបន្តទៀតអរគុណ